nơi mình đi pet trong nước nơi bà răng chẳng pet cái ọt bà cắn ấy mình được chữ ngư thử việc cắt ấy nó na chưa nó na cái ọt rừng một cái nó khi thử chui mà được sệt hóa cứ ọt rừng một cái chẳng nè thông nè miền lui trở bị sọc máy mà cứ ai trôi mình đi pet trong nước nơi sọc bà răng rồi sau khi có mà nó Paris mà có tớiទីក្រុងបារាំងមួយឈ្មោះក្លាប់ម៉ុងហ្វេរ៉ង់ក្លាប់ម៉ុងហ្វេរ៉ង់ប៉ុន្តែប្រពន្ធហ៊ុនសែនប៊ុនរ៉ានីហ្នឹងគឺមកប៉ារីអញ្ចឹងវាមានដូចថាធ្លាប់ទម្លាប់មកប្រទេសបារាំងមិនចង់ទៅសហរដ្ឋអាមេរិកព្រោះសហរដ្ឋអាមេរិកហ្នឹងទៅឃើញនៅវត្តមាននៅលើទឹកដីសហរដ្ឋអាមេរិកវាជួនកាលវាមានបញ្ហាខ្លះប៉ុន្តែមកប្រទេសបារាំងមកស្ងាត់ប្រទេសបារាំងគេជួយលះបង់អញ្ចឹងទៅកុំឲ្យអ្នកកសែតអីតាមដានកុំឲ្យខ្មែរធ្វើបាតកម្មជនជាតិខ្មែរធ្វើបាតកម្មហើយយើងក៏មិនត្រូវធ្វើបាតកម្មដែរពេលគេឈឺក្នុងពេទ្យខំទៅធ្វើបាតកម្មអីនៅមុខមន្ទីរពេទ្យទេអត់ទេខ្ញុំអត់មានគំនិតអញ្ចឹងទេខ្ញុំមានតែណែនាំថាកុំឲ្យសុំឲ្យស្កាត់សៀមរឿងសុខភាពមនុស្សជីវិតមនុស្សអានឹងសុំស្កាត់សៀមធ្វើមិនដឹងមិនលឺទេតែខ្ញុំចង់និយាយរឿងមួយទៀតរឿងអស់សំណើចលោកជនជាតិបាត់ចង់ស្ដាប់រឿងអស់សំណើចទេចាំតែដល់ពីហ៊ុនសែនគាត់ប្តឹងខ្ញុំពីរឿងបរិហាគេគាត់ខ្ញុំថាខ្ញុំចោទថាហ៊ុនសែនជាអ្នកសម្លាប់ហុកឡង់ឌីពីព្រោះហុកឡង់ឌីដឹងរឿងច្រើនហុកឡង់ឌីចាប់ផ្ដើមប្រហើនហុកឡង់ឌីធ្វើអីពីក្រោយខ្នងហ៊ុនសែនហើយឲ្យហ៊ុនសែនបាត់បង់ឥទ្ធិពលព្រោះហុកឡង់ឌីគាត់ប្រើកម្លាំងគាត់កម្លាំងប៉ូលីសគាត់កម្លាំងគាត់រលួយបានច្រើននៅបាវិតខេត្តស្វាយរៀងអីចឹងទៅហ៊ុនសែនគាត់ក៏មានហុកឡង់ឌីនិយាយមិនស្ដាប់ប្រើមធ្យោបាយដកហុកឡង់ឌីដកអត់បានណាគាត់ប្រើសិនសេនគាត់ប្រើហេងពៅឲ្យធ្វើម៉េចឲ្យហុកឡង់ឌីខ្ទាតអត់បានអញ្ចឹងនៅសល់វិធីចុងក្រោយគឺសម្លាប់ដាក់ក្របបែកក្នុងឧទ្ធម្ភាគចក្រអាហ្នឹងយើងដឹងថាចម្លែកនៅរឿងហ្នឹងពីព្រោះហុកឡង់ឌីអត់ត្រូវឡើងយន្តហោះអត់ត្រូវឡើងឧទ្ធម្ភាគចក្រសោះថ្ងៃនោះចាប់តែគេហៅហើយអ្នកបាក់ឡានឲ្យគាត់ហ្នឹងអ្នកបាក់ឡានឲ្យគាត់ប្រាប់ថាចម្លែកមែនតើចំហាយគាត់ហុកឡង់ឌីអត់ត្រូវទៅណាសោះថ្ងៃហ្នឹងចាប់តែគេហៅថាអូបញ្ញាប់ទៅស្វ័យយើងចាប់តែទៅស្វ័យយើងទៅដល់នោះចិត្តដល់នោះឧទ្ធម្ភាគចក្ររៀបកំពុងតែចុះចិត្តដល់អីបានផ្ទុះបានខ្ញុំហ៊ាននិយាយខ្ញុំថាគ្មាននរណាក្រៅពីហ៊ុនសែនទេដែលសម្រាប់ហុកឡង់ឌីដាក់ក្របបែកជាមួយបាញ់បេការ៉ង់មកលើឧទ្ធម្ភាគចក្រដែលកំពុងតែចុះអញ្ចឹងហ៊ុនសែនគាត់លាអៀសខ្លួនណាគាត់ថាអូយខ្ញុំហ៊ាននិយាយអញ្ចឹងច្បាស់ជាខ្ញុំដឹងរឿងពិតហើយអញ្ចឹងកុំឲ្យសំរងស៊ីនិយាយអញ្ចឹងតទៀតគាត់ប្តឹងតុលាការបារាំងគាត់ថាខ្ញុំបរិហាគេគាត់ហើយគាត់ក៏បានញុះញង់ឲ្យកូនហុកឡង់ឌីបង្កើតឈ្មោះឌីវិជានេះកូនបង្កើតឌីវិជាជាកូនហុកឡង់ឌីហើយជាកូនភាសាហ៊ុនសែនជាកូនភាសាជាកូនបង្កើតហុកឡង់ឌីហើយជាកូនភាសាហ៊ុនសែនប្តីនាងម៉ាណាហ្នឹងអញ្ចឹងគាត់ញុះញង់ឌីវិជាឲ្យប្តឹងខ្ញុំដែរថាបរិហាគេពុកគាត់ឬមួយបរិហាគេគាត់ហ្នឹងព្រោះខ្ញុំដឹងថាឌីវិជាកូនហុកឡង់ឌីបង្កើតហ្នឹងគឺគាត់ច្បាស់ជាដឹងហើយរឿងពិតគឺគាត់ដឹងហើយគាត់ធ្វើមិនដឹងសិនទៅប៉ុន្តែក្នុងចិត្តគាត់ច្បាស់ជាឈឺចាប់ថាហ៊ុនសែនហើយជាអ្នកសម្លាប់ឪគាត់អញ្ចឹងគាត់ហ៊ុនសែនបានញុះញង់ឲ្យឌីវិជាប្តឹងខ្ញុំដែរទាំងពីរនេះទាំងហ៊ុនសែនទាំងកូនប្រសាគាត់ប្តឹងខ្ញុំចំពោះមុខតុលាការបារាំងថាខ្ញុំបរិហាគេហុកឡង់បរិហាគេហ៊ុនសែនផងបរិហាគេកូនហុកឡង់ឌីគឺឌីវិជានៅផងហើយពីរហ្នឹងចាញ់ទាំងពីរមកប្តឹងខ្ញុំចាញ់ទាំងពីរនេះហ៊ុនសែនក៏ចាញ់គឺកាត់ក្តីដោយឡែកណាហ៊ុនសែនក៏ចាញ់ឌីវិជាកូនហុកឡង់ឌីក៏ចាញ់តែហ៊ុនសែនដែលគាត់ប្តឹងខ្ញុំទៅគាត់អត់ដឹងរឿងមួយពេលនោះគេកំពុងតែស៊ើបអង្កេតពីហ៊ុនសែនចង់សម្លាប់ខ្ញុំរឿងគុកក្បែកដែលយើងនិយាយមិញណាដែលមានហ៊ុយពិសិដ្ឋមានហ៊ីងប៊ុនហៀងពាក់ព័ន្ធតែគេនឹងកាត់ក្តីនៅចុងឆ្នាំនេះតឡាការបារាំងរៀបចេញដីកាហើយណារៀបចេញដីកាចាប់ហ៊ីងប៊ុនហៀងហើយហ៊ុយពិសិដ្ឋហើយ
hay hướng cái việc thuôn hướng khiết cam đó hướng sầm lấp mà nước pon pong sầm lấp mà nước hướng việc thuôn chiang hướng bò để hà kê bần hôn chất có đăng tha tờ la ca bà răng tăngពី20ឆ្នាំហើយខ្ញុំដឹងរឿងនៅប្រព័ន្ធទៅស៊ើបអង្កេតអូគេស៊ើបយូរគេហៅសាកសីស្ងាត់ណាមកស៊ើបហើយដល់គេរៀបចេញពីការទទួលស្គាល់ថាហ៊ុនសែនហ្នឹងហើយសហការីគាត់ហ៊ុយពិសិដ្ឋហើយនឹងហ៊ីងប៊ុនហៀងហ្នឹងហើយជាអ្នកសម្រាប់ខ្ញុំហ៊ុនសែនក៏អត់ដឹងគាត់បងសម្រាប់ខ្ញុំហ៊ុនសែនគាត់អត់ដឹងគាត់ទៅដាក់ពាក្យបណ្ដឹងនៅចំពោះមុខតុលាការបារាំងថាខ្ញុំបរិហាគេគាត់គេសើចនៅតុលាការបារាំងគេសើចថាហ៊ុនសែននឹងឈួតចង់សម្រាប់គេចង់សម្រាប់សំរងស៊ីហើយនឹងគេកាត់ទោសថាហ៊ុនសែននឹងក៏មានប៉ុនប៉ងសម្រាប់សំរងស៊ីតែមកប្តឹងសំរងស៊ីថាសំរងស៊ីបរិហាគេគាត់រឿងបរិហាគេពីមែនរឿងកំពេចកំប៉ុកបណ្ដាខ្លួនឯងចង់សម្រាប់គេអត់ដឹងខ្លួនថាគេវែកមុខថាខ្លួនឯងនឹងចង់សម្រាប់គេចង់ខ្លួនឯងជាឃាតករចាប់ទៅមកប្តឹងថាអ្នកដែលខ្លួនចង់សម្រាប់នោះបានបរិហាគេគាត់អញ្ចឹងថាពុទ្ធសាសនាគាត់អត់អរគុណអាដាមដែលថាពេលវេលាខ្លីណាស់ទៅហើយដូច្នេះខ្ញុំបាទគ្រាន់តែសូមបញ្ជាក់ឡើងវិញអាដាមដំណឹងថាភរិយារបស់លោកហ៊ុនសែនអាចទៅព្យាបាលជំងឺនៅទីក្រុងប៉ារីប្រទេសបារាំងនឹងគឺតាមលំនាំដែលមេដឹកនាំធំរបស់គណៈបកប្រជាជនកម្ពុជារបស់រដ្ឋាភិបាលកម្ពុជានឹងទេដែលធ្លាប់ទៅនឹងមានលោកសខេងជាដើមហើយបើសិនជាអាដាមមិនភ្លេចទេលោកសុកអាននឹងក៏ធ្លាប់ទៅព្យាបាលហើយស្លាប់នៅឯមន្ទីរពេទ្យនៅប្រទេសបារាំងនោះដែរហើយលោកក៏ថាលោកមិនបានចាប់អារម្មណ៍អីប្រកាសទេគ្រាន់តែថាមានលំនាំទេអាដាមមានពេលវេលាប្រមាណជា3នាទីទៀតអាដាមដែលហេតុថាការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី25ខែកុម្ភៈនេះហើយខ្ញុំបាទធ្លាប់ឮអាដាមអំពីវីដេអូតាមបណ្ដាញ Facebook ឯជាដើមនិងបណ្ដាញសង្គមឯជាដើមនឹងថាឲ្យប្រជាពលរដ្ឋនឹងទៅបោះឆ្នោតរួមគ្នាទៅបោះឆ្នោតកុំប្រជែងគ្នាឯជាដើមតែអាដាមមានសារអីជាចុងក្រោយសម្រាប់អ្នកបោះឆ្នោតនៅប្រទេសកម្ពុជាទេចំពោះការបោះឆ្នោតព្រឹទ្ធសភាតំណែងព្រឹទ្ធសភានៅចុងខែកុម្ភៈនេះបាទអាដាមមានពេលវេលា3នាទីគាត់ដែរម្ដងទៀតខ្ញុំសូមថ្លែងទៅអង្គបោះឆ្នោតហ្នឹងគឺភាគច្រើនលើលោកគឺជាក្រុមប្រឹក្សាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាចំពោះកម្លាំងប្រជាធិបតេយ្យអង្គបោះឆ្នោតហ្នឹងគឺជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នេះក្រោមផ្លាកគណៈបកភ្លើងទៀនហើយគណៈបកភ្លើងទៀនហ្នឹងជាអតីតគណៈបកសំរងស៊ីជាប់ឆ្នោតកាលពីឆ្នាំ2022ខ្ញុំសូមអំពាវនាវទៅអង្គបោះឆ្នោតខ្ញុំអត់និយាយសម្ដៅទៅគណៈបកខ្ញុំរំលងគណៈបកខ្ញុំសូមអំពាវនាវផ្ទាល់ដល់អង្គបោះឆ្នោតទី1សូមបងប្អូនជនរួមជាតិនៅស្មោះត្រង់ខ្ញុំជឿថាខ្ញុំដឹងថាគណៈបកប្រជាជនកម្ពុជាបកពួកលោកហ៊ុនសែននេះគឺប៉ុនប៉ងទិញទឹកចិត្តអ្នកដែលជាអង្គបោះឆ្នោតមកពីគណៈបកភ្លើងទៀនហ្នឹងគេឲ្យតាមតំបន់ជួនកាលគេឲ្យ$2,000ជួនណាគេឲ្យ$20,000ឲ្យបោះឆ្នោតឲ្យគេឲ្យខាងគណៈបកប្រជាជនកម្ពុជាមិនត្រូវបោះឆ្នោតឲ្យភ្លើងទៀនទេយើងជាប់ឆ្នោតភ្លើងទៀនក៏គេទិញថាកុំឲ្យបោះឆ្នោតឲ្យភ្លើងទៀនអញ្ចឹងទី1ខ្ញុំសូមអំពាវនាវឲ្យអង្គបោះឆ្នោតនៅស្មោះត្រង់អង្គបោះឆ្នោតហ្នឹងដែលធ្លាប់ស្គាល់ខ្ញុំអ្នកខ្លះស្គាល់10ឆ្នាំ20ឆ្នាំ30ឆ្នាំហើយដែលយើងបានស្មោះត្រង់ជាមួយគ្នាស្មោះត្រង់ចំពោះជាតិសូមឲ្យនៅស្មោះត្រង់កុំលក់ខ្លួនកុំលក់ឧត្តមកតេកុំលក់ស្លឹកឆ្នោតឲ្យលុយទទួលចង់បានលុយពីគេអានឹងយើងធ្វើអញ្ចឹងមិនល្អទេបងប្អូនសូមស្មោះត្រង់សូមបោះឲ្យអ្នកប្រជាធិបតេយ្យនិងសូមសេចក្តីអំពាវនាវកុំលក់ខ្លួនកុំលក់ស្លឹកឆ្នោតអត់ត្រូវដូរចិត្តទេយើងស្មោះត្រង់ជាមួយគ្នា10 20 30ឆ្នាំហើយរឿងអីមកលក់ចិត្តមកលក់ស្លឹកឆ្នោតមកលក់ឧត្តមកតេពេលនេះសូមបោះឆ្នោតឲ្យតំណាងកម្លាំងប្រជាធិបតេយ្យហើយឥឡូវនេះគឺភូមិភាគ6គឺសូមបោះឆ្នោតឲ្យគណៈបកភ្លើងទៀនពីព្រោះឥឡូវនេះគេត្រូវរើគ្នាគណៈបកទាំងពីរគេត្រូវរើគ្នាពីភូមិភាគ1ដល់ភូមិភាគ6គឺបេក្ខជនមកពីគណៈបកភ្លើងទៀនសូមអង្គបោះឆ្នោតណាដែលជាសមាជិកក្រុមប្រឹក្សាគុំសង្កាត់មកពីគណៈបកភ្លើងទៀនបោះឆ្នោតឲ្យគណៈបកឆន្ទៈខ្មែរព្រោះគណៈបកភ្លើងទៀនមិនអាចចូលឈ្មោះបានគឺបេក្ខជនគឺឈរក្រោមផ្លាកគណៈបកឆន្ទៈខ្មែរនឹងគឺប្រមូលសម្លេងកុំបែកសម្លេងតែយើងបែកសម្លេងគឺយើងចាញ់ទាំងអស់គណៈបកតំណាងឲ្យកម្លាំងជាតិបតៃចាញ់ទាំងអស់ប៉ុន្តែប្រមូលសម្លេងបោះឲ្យគណៈបកឆន្ទៈខ្មែរ
ដែលសហការជាមួយគណៈបកភ្លើងទៀនណាជាមួយគ្នាចន្ទៈខ្មែរនិងភ្លើងទៀនជាមួយគ្នាគឺពេលហ្នឹងយើងមានសង្ឃឹមជាប់ខ្ញុំសូមនិយាយតែប៉ុណ្្នឹងឲ្យមានសម្លេងប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាកុំឲ្យហ៊ុនសែនគាត់ឡើងមកចង្អេងចង្អាងមិនឲ្យមានសម្លេងប្រជាធិបតេយ្យសិតតែបកពួកគាត់ 100% សិតតែគណៈបកប្រជាជនតែមួយឯកបកវាអាក្រក់មើលសូមបើមានសម្លេងបើមានសមាជិកតែម្នាក់ក៏ជាជោគជ័យដែរសមាជិកព្រឹទ្ធសភាតំណាងឲ្យកម្លាំងប្រជាធិបតេយ្យបានជាប់តែម្នាក់ក៏ជោគជ័យដែរដូច្នេះសូមប្រមូលផ្ដុំសម្លេងបោះឆ្នោតឲ្យគណៈបកឆន្ទៈខ្មែរដែលសហការជាមួយគណៈបកភ្លើងទៀនដែលជាអតីតដែលគណៈបកចេញមកពីគណៈបកសំរងស៊ីបាទអរគុណអាដាមអរគុណចំពោះការចូលរួមក្នុងកម្មវិធីផ្សាយរបស់អាស៊ីសេរីហើយសូមអាដាមមានសុខភាពល្អសម្រាប់ឆ្នាំ2024និងឆ្នាំខាងមុខទៀតបាទខ្ញុំបាទសូមអរគុណសូមជម្រាបលាតែត្រឹមនេះបាទអរគុណបាទជម្រាបលា Regardez, ce sont des fluorites. Oui, et comme elles brillent. Wow. Entre dans le monde fascinant des minéraux, collectionne d'authentiques spécimens de grande taille et découvre les incroyables secrets des minéraux des 5 continents. Le numéro 1, l'or et le fascicule, 1,99 € seulement. Abonne-toi.